គឺថាដូចបងប្អូនបានឃើញនៅក្បាលវីដេអូស្រាប់ហើយគឺថ្ងៃនេះគឺខ្ញុំធ្វើវីដេអូទៅយកឃ្មុំទាំងអស់គ្នាបាទពីដើមតងនៃការយកឃ្មុំនេះគឺយើងគ្មានចេតនាទៅយកឃ្មុំទេទាំងអស់គ្នាបាទតែដោយសារមិត្តភ័ក្តិកាប់ដីទៅក៏ទៅអង្គុយលេងនិយាយគ្នាទៅក៏ឃើញឃ្មុំហើយគឺឃ្មុំហ្នឹងគឺវានៅរាងខ្ពស់ដែរវានៅរាងនៅលើដើមឈើរាងខ្ពស់គ្នាយើងគឺអត់សូវហ៊ានឡើងទេដោយសារមិនមែនជាជំនាញរបស់យើងในការយកឃ្មុំទាំងអស់គ្នាបាទគឺដោយសារឃ្មុំវានៅខ្ពស់ពេកយើងក៏មិនហ៊ានឡើងក៏យើងសម្រេចចិត្តថាជិះម៉ូតូលំមកយកចណ្ដើអ្នកនរគ្នាបាទយើងមកយកចណ្ដើដើម្បីដាក់ឡើងងាយស្រួលក្នុងការយកឃ្មុំហើយក៏វាជាសុវត្ថិភាពរបស់យើងដែរអ្នកនរគ្នាបាទហើយបន្ទាប់ពីយើងធ្វើការលើកចណ្ដើលើកអុយរួចហើយក៏យើងធ្វើដំណើរចាក់ចេញទៅដើម្បីទៅយកឃ្មុំអ្នកនរគ្នាបាទពីកន្លែងឃ្មុំយើងមកយកចណ្ដើគឺវារៀងឆ្ងាយដែរគឺវាប្រហែលជា1គីឡូហើយអ្នកនរគ្នាបាទហើយដោយសារខ្ញុំជិះម៉ូតូមុនខ្ញុំក៏មកដល់កន្លែងឃ្មុំមុនខ្ញុំក៏ថតឲ្យអ្នកនរគ្នាមើលតិចទៅវាមើលមិនសូវច្បាស់ទេដោយសារវាបាំងលឹកហើយឥឡូវនេះគឺម៉ូតូមកបានដប់ចណ្ដើមកដល់ហើយអ្នកនរគ្នាបាទគឺបន្ទាប់មកគឺយើងធ្វើការលើកចណ្ដើលើកអីយើងបានថតឲ្យអ្នកនរគ្នាមើលទេដោយសារយើងរវល់លើកចណ្ដើលើកអីចេញតែអ្នកនរគ្នាបាទហើយឥឡូវនេះប្រូម៉នក៏បានឡើងទៅយកឃ្មុំហើយក៏លើកកាន់គប់មួយគប់គេហៅថាការគប់អ្នកនរគ្នាបាទគប់សម្រាប់យកឃ្មុំហើយខ្ញុំនៅ3អ្នកខាងក្រោមចាំតប់ចំដើឲ្យខ្លោវារេណាអូខេបាទគឺដោយសារពេលថ្ងៃវាមេឃភ្លៀងទៅក៏យើងអាគប់នៃយើងវារៀងសាំវាដុតមិនសូវឆេះដែរឃើញថាដុតរៀងយូរក៏បានដែរដុតមិនឆេះទាំងអូខេបាទតែធម្មតាយើងយកឃុំគឺយើងទៅធ្វើគប់ចឹងហើយដើម្បីជាធម្មតាយកឃុំគឺគេត្រូវធ្វើចាយនៅអូខេបាទគឺយើងធ្វើការយកធ្វើគប់ដុតផ្សែងបោះឲ្យវាហើយនេះគឺយើងធ្វើការដុតគប់ឆេះហើយយើងធ្វើការលះមែកវាដើម្បីស្លាស់ដើម្បីស្រូបយកឃុំនៅអូខេបាទឃើញថាប្រូម៉នហ៊ានមែនតើអ្នកអូខេបាទគឺរៀងខ្ពស់ដែរខ្ពស់តំបូលផ្ទះអ្នកអូខេបាទគឺឆុងកាប់ទៅឥឡូវតែជាចិត្តបានហើយអូខេបាទដោយសារខែនេះគឺសម្បូរឃុំមែនតើអ្នកអូខេបាទថ្ងៃមុនខ្ញុំទៅចកាក៏បានឃើញឃុំ3 4សម្បុកដែរដែលបានចូលនៅគ្នាតែខែនេះគឺសម្បូរឃុំខ្ញុំដើរទៅណាក៏ឃើញដែរអ្នកអូខេបាទតែឃុំទូចទេវាមិនសូវធំទេហើយខែនេះឃុំក៏វាមានទឹកច្រើនដែរដោយសារហៅខែពេញបរមីទេអ្នកអូខេបាទគឺសម្បូរឃុំខែពេញបោគឺទឹកឃុំសម្បូរ